កម្មចាស់ផងវាឧបត្ថម្ភដែលយើងបានសាងកម្មនឹងសខ្លះកម្មនឹងខ្មៅខ្លះកម្មសជាកុសលកម្មខ្មៅជាអកុសលម្ល៉េះហើយដូចសមោលទូលតាមប្រាណអញ្ចឹងកម្មនេះអ្នកណាទៅចាប់សមោលទុកបានយល់យោអ្នកណានឹងចាប់កម្មនេះមិនឲ្យវិបាកនឹងបានវាតែអន្ទូលនោះគ្រប់ពេលគ្រប់វេលាគ្រប់គណៈចិត្តនឹងទាំងអស់លះហើយយត្តយោមមានសេចក្តីនឿយណាយអំពីសភាពនៃសេចក្តីទុក្ខជាមួយនឹងអារម្មណ៍រូបសម្លេងនេះហើយក៏បានយល់អំពីពធរបស់ព្រះអង្គបានមានឱកាសឱកាសនេះជាឱកាសជាកុសលយល់យោមដែលព្រះអង្គទ្រង់សរសើរអ្នកទទួលបានឱកាសដូចញាតិញោមនេះចឹងឱកាស10ថ្ងៃនេះជាឱកាសរបស់ញាតិញោមដែលបំពេញនៅកុសលជាឱកាសបុណ្យមានតែមនុស្សមានបុណ្យមានតែមនុស្សល្អទេទើបអាចមានឱកាស4យ៉ាងនេះដែលព្រះអង្គទ្រង់សរសើរទី1ធម្មទេសនាកាលែនញាតិញោមបានស្ដាប់នៅធម៌ទេសនាស្ដាប់នៅពធជាមួយនឹងគ្រូបាអាចារ្យនឹងរៀងរាល់ពេលរៀងរាល់វេលា10ថ្ងៃនេះទៀងទាត់ញាតិញោមការស្ដាប់នៃសត្តមយបញ្ញានាំមកនៅបុណ្យដោយបញ្ញាញាណនៃការត្រាស់ដឹងដើម្បីធ្វើឲ្យជីវិតរបស់យើងស្គាល់នៅការពិតនោះគឺបុត្រនឹងឯងគឺការស្ដាប់នឹងឯងយកមកចិន្តាមយបញ្ញាមកត្រេះរិះពិចារណាពេលណាយល់ពាក្យពេចន៍ណាមួយហើយនឹងថាដូចគេឲ្យកំណប់គេឲ្យលៀបធំធេញមានបៃតិបាមកជៈនឹងរីករាយនឹងអត្តនៃសេចក្តីនៃពធហ្នឹងបងពេលណាដែលមានសេចក្តីសង្ស័យកាលទី2សាកច្ឆាកាលេនៈឬក៏ធម្មសាកច្ឆាកាលេនៈបានសាក់សួរពធបានបកនៅពធអស់នៅសេចក្តីងឿងឆ្ងល់អស់នៅសេចក្តីសង្ស័យអស់នៅបីសពិចសពិលរាយមាយមិនប្រកបមិនបជាធ្វើឲ្យចិត្តរបស់យើងនឹកណោអធិមកខៈជឿលើកិច្ចប្រតិបត្តិនៃពាក្យទូមានព្រានប្រដៅរបស់អង្គព្រះសម្មាសម្ពុទ្ធដើម្បីញ៉ាំងនៅឆន្ទៈធម្មឆន្ទៈនេះឲ្យរឹតតែពេញចិត្តពេញថ្លើមនៅអាវាតរបស់ព្រះអង្គមានបាបៃតេរីករាយត្រេកអរដែលយើងមានឱកាសបានជួបនឹងសាសនារបស់ព្រះសម្មាសម្ពុទ្ធហើយធ្វើឲ្យចិត្តរបស់យើងនឹងជ្រះថ្លាធ្វើឲ្យទិដ្ឋិរបស់យើងនឹងត្រង់ពេលដែលអស់សេចក្តីសង្ស័យនឹងកាល10ថ្ងៃហ្នឹងហើយដល់តែពេលបានស្ដាប់សាក់សួរយល់បកធរនឹងប្រកាសហើយកាលទី3សមថកាលេនៈអ្នកបានមកនៅកន្លែងស្ងប់ស្ងាត់មករាប់អានអាស្រ័យសក្ប្រមចារីអ្នកមានសិលអ្នកមានទិដ្ឋិត្រង់មានអធ្យាស្រ័យជាសប្បុរសកាយសុចរិតវិជ័យសុចរិតមโนសុចរិតល្អមានសង្កហៈធម៌អាស្រ័យសំគួរនៅឧបនិស្ស័យដែលខ្លួនបានសន្សំពីអតីតមកផងបច្ចុប្បន្ននេះឆាប់ដឹកនាំចិត្តរបស់យើងមកអាស្រ័យសេពគប់
នឹងកន្លែងស្ងប់ស្ងាត់ព្រៃស្ងាត់ខ្លះទៀបគល់ឈើស្ងាត់ខ្លះតូបស្ងាត់ខ្លះសាលាស្ងាត់ខ្លះទីវាលអាស្រ័យបរិវាសកន្លែងវត្តអារាមស្ងាត់ខ្លះនេះសិតតែជានិស័យរបស់ញាតិញោមដែលធ្លាប់សន្សំមកច្រើនបានមានឧបនិស្ស័យកាន់យកនៅវត្ថុជាអារម្មណ៍ឲ្យចិត្តរបស់យើងនឹងពេញចិត្តរីករាយនៅកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរនឹងឯងបានទីកន្លែងស្ងប់ស្ងាត់ហើយអិរិយាបថរបស់យើងដេកដើរឈរអង្គុយរៀននៅម្នាក់ឯងរៀនដើរម្នាក់ឯងរៀនដេកម្នាក់ឯងរៀនអង្គុយម្នាក់ឯងរៀនឈរម្នាក់ឯងរៀនរស់នៅម្នាក់ឯងរៀនហូបម្នាក់ឯងសងំរីករាយនៅអិរិយាបថដែលប្រព្រឹត្តទៅដេកដើរឈរអង្គុយនៅកន្លែងដែលព្រះពុទ្ធប្រទានឲ្យហ្នឹងហើយគាត់រីករាយប៉ុណ្ណឹងចិត្តរបស់យើងនឹងជាកាលមួយជាកុសលមួយដ៏ល្អជាកាលមួយដែលព្រះពុទ្ធព្រះអង្គទ្រង់សរសើរថាជាកាយវិវេកកាលនេះដូចកាលដែលត្រូវពេលដែលមានវិវេកធ្វើឲ្យយើងនឹងរីករាយជាមួយទីកន្លែងស្ងប់ស្ងាត់ពេលដែលស្ងប់ស្ងាត់ហើយបានទទួលនៅបកម្មដ្ឋានសមថកម្មដ្ឋាន40ណាមួយមានអានាបានសតិជាដើមញាតិញោមចម្រើនបដើបានស្ដាប់បដើបានសាកសួរបកបដើបានប្រតិបត្តិនឹងបដើទៅរៀនបប្រតិបត្តិនឹងទាំងស្ដាប់ទាំងការអនុវត្តការតម្កល់ចិត្តនៅក្នុងអារម្មណ៍តែមួយនឹងធ្វើឲ្យជាក់ច្បាស់ដល់ហើយមានសេចក្តីប្រឹងប្រែងព្យាយាមបដោះនៅសតិនិងបញ្ញាព្រោះអានាបានសតិនេះជាអារម្មណ៍របស់សតិទៀតអារម្មណ៍របស់សតិនេះជាអារម្មណ៍ដែលជាកុសលអារម្មណ៍តែមួយជាកុសលអារម្មណ៍នឹងឯងជាឧបាយសម្រាប់ធ្វើចិត្តរបស់យើងនឹងឲ្យស្អាតឲ្យបរិសុទ្ធញ៉ាំងចិត្តរបស់យើងនឹងឲ្យផុតចាកអំពីអន្តរាយដែលយើងតែងតែជាប់នៅគ្រឿងសៅមងខ្វល់ខ្វាយផ្ទះតេងលវើលវាយពិបាកចិត្តអីសពគ្រប់បែបយ៉ាងនឹងសិតតែចិត្តរបស់យើងនៅរស់នៅអាស្រ័យនឹងកិលេសសមាបងពួកអកុសលនឹងឯងជាកិលេសសមាចងជាប់ទៅក្នុងវត្តដាក់តាមទ្វារភ្នែកតិចច្រមុះបាតកាយចិត្តជាទីលំនៅរបស់មាយើងមកសិក្សាដើម្បីដោះចិត្តរបស់យើងឲ្យរួចផុតចាកអំពីកិលេសហ្នឹងឯងលោះអភិរមសងំស្ងប់ស្ងៀមបណ្ដោះនៅសតិនិងបញ្ញាកំពុងតែចិត្តរបស់យើងមានសទ្ធាជ្រះថ្លាជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធឲ្យមុតមមណាតនចិត្តយើងមានកម្លាំងមានដៃជះនៃសតិបញ្ញាពេលវេលាខ្លះចិត្តរបស់យើងអត់សន្ធាបើយើងអត់មានឱកាសក្នុងការចម្រើនក្នុងការអប់រំទេមាននឹងបៀតបៀនណាអត់ឲ្យយើងមានឱកាសប៉ុន្តែដល់យើងមានសទ្ធាសតិមានបញ្ញាយើងមានឱកាសយើងប្រឹងធ្វើតន់មាននឹងអត់តន់មកបៀតបៀនយើងហ្នឹងណាឲ្យចម្រើនឡើងឲ្យឃ្លាវខ្លាឡើងឲ្យបញ្ញាប់បញ្ញាល់ឡើងហ្នឹងហើយធ្វើឲ្យយើងនេះបានញ៉ាំងចិត្តរបស់យើងនឹងឲ្យឆ្ងាយខ្ពស់ផុតចាកអំពីពួកកិលេសសមាហ្នឹងពេលណាដែលមានសតិបញ្ញាខ្ពស់ទៅឥន្ទ្រីឃ្លាវខ្លា
មាននឹងអត់សូវមានអំណាចមកក្របសង្កត់ចិត្តរបស់យើងបានទេពួកនិវរណៈដែលជាគ្រឿងបិទបាំងរារាំងរំខានចិត្តរបស់យើងរាល់ពេលរាល់វេលាហ្នឹងដោយអំណាចនៃសមថកាលេនេះឱកាសនេះឱកាសយើងបំពេញបុណ្យឱកាសយើងបំពេញគុណធម៌ឱកាសដែលយើងคลายទៅជាមនុស្សល្អណាអប់រំចិត្តរបស់យើងឲ្យសម្បូរទៅដោយសោបនៈចេតសិកសោបនៈចិត្តដែលគុណធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរនេះយើងមានឱកាសនេះមិនមែនមានច្រើនទេយល់ទេលោកថាមានឧបសគ្គច្រើនណាស់ជួនកាលយើងគិតមកបានប៉ុណ្ណឹងប៉ុន្តែធ្វើប្រហែសបន្តិចមានសេចក្តីប្រមាទបន្តិចលែងមានឱកាសក្នុងការបំពេញនៅកាលដ៏ប្រសើរមានសមថកាលេនវិបស្សនាកាលេនហ្នឹងហើយពេលវេលាណាវិបាកនៃកម្មវាជាឧបបិលកកម្មមកបៀតបៀនមកធ្វើឲ្យយើងនឹងឯងបាក់ទឹកចិត្តអស់សទ្ធាក៏ជាឧបសគ្គលែងមានឱកាសក្នុងការបំពេញនៅសតិប្បដ្ឋានសមថកម្មដ្ឋានបស្សនាកម្មដ្ឋានជួនកាលទៅមានចរិយាបងហ្នឹងឯងលោកថាមានចរិយាជាធិហ្នឹងមកបៀតបៀនលែងមានឱកាសបានជួបនឹងសក្ប្រមចារីឡៃតែទុកទោមណោះចង្អៀតចង្អល់ដោះជាមួយអំពីវិបាករបស់កម្មជាអកុសលដើមរួចហូបកើតអីនេះធ្វើឲ្យយើងនឹងខ្វល់ខ្វាយយល់ណាខ្វល់ខ្វាយមានបញ្ហាសពគ្រប់បែបយ៉ាងក៏ធ្វើឲ្យចិត្តរបស់យើងនឹងលែងបានចម្រើនជួនកាលអស់នៅសេចក្តីព្យាយាមពួកថៃនិមិត្តថៃណាំងមិត្តទាំងហ្នឹងគ្របសង្កត់ចិត្តរបស់យើងនឹងឲ្យងប់ជ្រុករីរែកអល់ឯកទះតេងខ្វល់ខ្វាយច្បុកច្បល់ក៏ធ្វើឲ្យយើងនឹងឃ្លាតឆ្ងាយដែរយល់ណាឃ្លាតឆ្ងាយចឹងបានពុទ្ធលោកសរសើរកាលនេះជាកុសលសមថកាលេនយល់បានបំពេញហើយនឹងអារម្មណ៍សមថណាមួយដោយអាណាបានសតិយល់សម្រិតសម្រាំងតម្កល់ចិត្តក្នុងអារម្មណ៍តែមួយនឹងដោយសេចក្តីព្យាយាមបដោះសតិនិងបញ្ញាមានសតិសម្បញ្ញៈមានសតិញាណសតិបញ្ញានេះហើយធ្វើឲ្យញាតិញោមនឹងអាស្រ័យក្នុងអិរិយាបថទាំង4ដេកដើរឈរអង្គុយនៅតាណាក៏សុខកាយសុខចិត្តជាទីរីករាយព្រះអង្គទ្រង់សម្ដែងថាសេចក្តីសុខនេះមិនមែននៅលើវត្ថុទេសេចក្តីសុខនឹងត្រង់នៅពេលចិត្តសុខនៅត្រង់ចិត្តសុខណាហើយតែចិត្តសុខនឹងត្រង់ចេតនាស្ងប់ស្ងាត់ចាកកាមស្ងប់ស្ងាត់ចាកអកុសលប៉ុន្តែបើយើងអត់បានអប់រំទេយើងគិតតែប្រកាន់ថាសេចក្តីសុខនឹងត្រង់វត្ថុជាសុខចង់បាននេះចង់បាននោះចេះមួយចុះមួយប៉ុន្តែអាវត្ថុទាំងអស់បុគ្គលទាំងអស់ហ្នឹងបើអត់ចេះអប់រំទូមានព្រានប្រដៅឲ្យបានល្អទេរបស់ទាំងអស់ហ្នឹងរឹតតែទុកថែមទៀតខ្ញុំចឹងរឹតតែទុកថែមទៀតជួនកាលយើងម្នាក់យល់ចង់បានកូនពេញចិត្តគ្រាន់សុខប៉ុន្តែជួនកាលទៅទុកជាមួយកូននឹងខ្លាំងជាងអ្វីទាំងអស់ព្រោះពេញចិត្តជាងគេស្រឡាញ់ជាងគេទុកជាងគេចឹងសេចក្តីសុខនេះព្រះពុទ្ធលោកថាមិនជាប់ដោយវត្ថុទ្រព្យសម្បត្តិលៀបយោរឿងរ៉ាវបុគ្គលទេសេចក្តីសុខនឹងនៅត្រង់ចិត្តសុខ